ពេលនេះគេក៏មិនប្រញាប់ទាញម៉ាដារ៉ាមកចូលក្រុមដែរព្រោះការរក្សាទម្រង់ជាស្ត្រូវនឹងគ្នាគឺជាវិធីលឿនបំផុតដើម្បីពង្រឹងកម្លាំងទាំងសងខាងម្យ៉ាងទៀតពួកគេនៅមានរឿងមួយទៀតដែលត្រូវដោះស្រាយជាបន្ទាន់នោះគឺជួយដកសត្វកន្ទុយ10ចេញពីខ្លួនអូប៊ីតូពេលនេះអូប៊ីតូគ្មានភ្នែករឹងហ្គិនទៀតទេការចង់គ្រប់គ្រងសត្វកន្ទុយ10នៅក្នុងខ្លួនមិនមែនជារឿងងាយស្រួលនោះទេសាស៊ូកេហើយក៏ដាស់តឿនណារូតូកុំឲ្យភ្លេចចិនឈូរីគីដែលបាត់បង់សត្វកន្ទុយគឺត្រូវតែស្លាប់ការដកសត្វកន្ទុយ10ចេញមានន័យថាអូប៊ីតូក៏មិនអាចរស់បានដែរណារូតូសើចហើយប្រាប់សាស៊ូកេឲ្យទុកចិត្តចុះក្នុងនាមជាអ្នកកើតម្ដងទៀតគេមានវិធីដោះស្រាយបញ្ហានេះចិនឈូរីគីកន្ទុយ10គឺខុសពីចិនឈូរីគីទេទៀតពេលណារូតូទាញយកសត្វកន្ទុយ10ចេញពីខ្លួនអូប៊ីតូគេបានបំបែកសត្វកន្ទុយ10តូចមួយភ្លាមចេញពីសត្វកន្ទុយ10រួចប្រើត្រា8ទេសដើម្បីផ្សារភ្ជាប់វានៅក្នុងខ្លួនរបស់អូប៊ីតូធ្វើបែបនេះទោះបីមិនអាចធ្វើឲ្យអូប៊ីតូមានថាមពលសត្វកន្ទុយ10តែក៏គ្រប់គ្រាន់ដើម្បីឲ្យគេរស់រានមានជីវិតបានដែរចំពោះការចាត់ចែងសត្វកន្ទុយ10ណារូតូបានត្រៀមខ្លួនរួចជាស្រេចពីមុនគេបានពឹងកូណានឲ្យសាងសង់បន្ទាយដ៏រឹងមាំមួយនៅទីក្រុងអាមេណារូតូសម្រេចចិត្តយកវាទៅទុកនៅទីនោះព្រមទាំងពឹងហូកាហ្គេទាំង4ឲ្យជួយមើលថែសត្វកន្ទុយ10ដោយប្រើបាំង4ទិសក្រហមបូកផ្សំជាមួយទ្វារទេវៈរបស់ហាស៊ីរ៉ាម៉ាដើម្បីឃុំឃាំងសត្វកន្ទុយ10ជាបណ្ដោះអាសន្នមុនពេលចាក់ចេញណារូតូបានទៅជួបពួកកាហ្គេបច្ចុប្បន្នទោះបីជាគេមិនទាន់អាចសារភាពគ្រប់យ៉ាងតែឆ្លងកាត់ការប្រយុទ្ធនេះគ្រប់គ្នាសុទ្ធតែបានឃើញភាពគួរឲ្យខ្លាចរបស់ចិនឈូរីគីកន្ទុយ10ហើយណារូតូបែរជាអាចយកឈ្នះមនុស្សកម្រិតនោះបានណារូតូបានប្រាប់អ្នករាល់គ្នាអំពីរឿងព្រេងនិទានរបស់កាគូយ៉ាថាគឺជារឿងពិតដែលធ្លាប់កើតឡើងសត្រូវរបស់ពួកគេនៅថ្ងៃអនាគតគឺមានកម្រិតខ្ពស់ជាងសៀន5មួយវិធីទៅទៀតនោះគឺត្រកូលអូបស៊ូស៊ូគីពាក្យសម្ដីទាំងនេះបាននិយាយមុនសង្គ្រាមគ្រប់គ្នាប្រកាសជាគិតថាគេនិយាយលបហើយតែក្រោយឆ្លងកាត់សង្គ្រាមនេះទំនុកចិត្តរបស់ពួកគេលើណារូតូបានកើនឡើងយ៉ាងខ្លាំងពួកគេជឿថាណារូតូគ្មានហេតុផលកុហកទេរឿងរ៉ាវចំពោះមុខច្បាស់ណាស់ថាមិនមែនជារឿងរបស់តែភូមិស្លឹកទេគឺជារឿងដែលពាក់ព័ន្ធនឹងជោគវាសនារបស់ពិភពនោះចាស់ទាំងមូលពួកគេនាំគ្នាប្រាប់ណារូតូឲ្យចាត់ចែងផែនការបន្តដើម្បីទទួលបានការទុកចិត្តពីអ្នកទាំងអស់គ្នាក៏ជាគោលបំណងមួយដែលណារូតូបង្កសង្គ្រាមនេះដែរគេថ្លែងអំណរគុណយ៉ាងស្មោះចំពោះការទុកចិត្តហើយអ្វីដែលគេចង់ឲ្យគ្រប់គ្នាធ្វើគឺសូមឲ្យភូមិធំទាំង5បន្តរក្សាសម្ព័ន្ធមិត្តព្រមទាំងប្រមូលផ្ដុំនិងស្រូបយកភូមិនួនចាតូចផ្សេងទៀតហើយចាប់ពីពេលនេះទៅត្រូវកាត់បន្ថយបេសកកម្មដែលគ្មានប្រយោជន៍ពង្រឹងការហ្វឹកហាត់ប្រចាំថ្ងៃរបស់ពួកនួនចាចុងក្រោយត្រូវចាប់ផ្ដើមសាងសង់ជំរកក្រោមដីដែលអាចឲ្យប្រជាជនស្នាក់នៅបាននៅគ្រប់ទីកន្លែងដើម្បីត្រៀមទុកពេលសង្គ្រាមមកដល់ពួកកាហ្គេបានស្ដាប់ផែនការរបស់ណារូតូហើយក៏នៅស្ងៀមការកែប្រែធំក្នុងភូមិនួនចាត្រូវតែឆ្លងកាត់ការយល់ព្រមពីស្ដេចត្រាញ់នៃប្រទេសនីមួយៗហើយអ្វីដែលណារូតូនិយាយគឺប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ជាច្រើនស្ដេចត្រាញ់នៃប្រទេសនីមួយៗប្រហែលជាមិនយល់ព្រមទេក្នុងនាមជាអតីតហូកាហ្គេចំនួនទី7ណារូតូមើលធ្លុះការព្រួយបារម្ភរបស់ពួកគេភ្លាមក្នុងនាមជាអ្នកបង្កព្យុះភ្លៀងនេះពាក្យខ្លះគឺមានតែណារូតូខ្លួនឯងនិយាយទៅសំស្រស់បំផុតគេនិយាយដោយកែវភ្នែកត្រជាក់និងមើងមាត់ថាប្រព័ន្ធដឹកនាំនួនចាបច្ចុប្បន្នច្បាស់ណាស់ថាបានរារាំងការរីកចម្រើនរបស់នួនចាប្រឈមមុខនឹងសត្រូវដែលអាចបំផ្លាញពិភពនួនចាយ៉ាងងាយការកែប្រែប្រព័ន្ធគឺជារឿងចាំបាច់បំផុតលើកនេះពួកគេត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដូច្នេះគេឲ្យគ្រប់គ្នារាយការណ៍តាមការពិតទៅកាន់ស្ដេចត្រាញ់បើពួកស្ដេចត្រាញ់យល់ព្រមពួកគេនឹងបន្តបម្រើជាម្ចាស់តែបើពួកស្ដេចត្រាញ់នៅតែរឹងរូសនោះដល់ពេលដែលត្រូវផ្ដាច់ខ្លួនពីពួកគេហើយចុងក្រោយណារូតូសន្យាយ៉ាងមើងមាត់ថាមានរឿងអ្វីគេណារូតូនឹងទទួលខុសត្រូវទាំងអស់ពួកកាហ្គេហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងណារូតូចំពោះមុខនេះមើលយ៉ាងណាក៏មិនដូចក្មេងអាយុ17ឆ្នាំដែរតែពេលឃើញកែវភ្នែកដ៏រឹងមាំនិងមានបទពិសោធន៍របស់ណារូតូគ្រប់គ្នាយល់ក្នុងចិត្តថាគេបានតាំងចិត្តយ៉ាងមុតមមក្នុងការធ្វើបដិវត្តន៍ហើយបើពិតជាមានសត្រូវពីក្រៅភពដូចណារូតូនិយាយមែនទំនួលខុសត្រូវចំពោះការរស់រាននៃពិភពនួនចានេះមិនមែនពួកស្ដេចត្រាញ់ជាអ្នករ៉ាប់រងទេគឺនួនចាទាំងអស់នៅទីនេះទៅវិញទេដែលត្រូវរ៉ាប់រងដូច្នេះគ្រប់គ្នាក៏យល់ព្រមតាមផែនការរបស់ណារូតូហើយដឹកនាំក្រុមត្រឡប់ទៅភូមិរៀងខ្លួនណារូតូក៏ធ្វើដំណើរត្រឡប់ទៅភូមិពុកវិញដែរសង្គ្រាមលោកនួនចាលើកទី4ដ៏សាហាវទីបំផុតបានបិទបញ្ចប់ហើយក្នុងពេលជាមួយគ្នានោះនៅកន្លែងផ្សេងក្រោមការនាំផ្លូវរបស់សេតស៊ូខ្មៅម៉ាដារ៉ាបានរកឃើញណាកាតូនិងកូណានហើយដោយធ្លាប់ឃើញការចងចាំរបស់ណារូតូណាកាតូដឹងច្បាស់ពីគោលបំណងដែលម៉ាដារ៉ាមកទីនេះម៉ាដារ៉ាសម្លឹងមើលណាកាតូយ៉ាងយកចិត្តទុកដាក់ចក្រាដុំហាសាបែបនេះកាលនោះគាត់ពិតជាមិនបានជ្រើសរើសមនុស្សខុសមែនគាត់សួរត្រង់ថាណាកាតូគួរតែដឹងថាហេតុអ្វីគាត់មកទីនេះហើយមែនទេណាកាតាមិនបានឆ្លើយតបដោយផ្ទាល់ទេតែបែរជាឈោបាំងពីមុខកូណានឲ្យកូណានចាក់ចេញពីទីនេះជាមុនសិនរួចឆាប់ទៅប្រាប់ដំណឹងដល់ណារូតូឃើញកូណានប្រែជាក្រដាសហើយចាក់ចេញម៉ាដារ៉ាមិនបានខត់ទេព្រោះការយកភ្នែករឹងហ្គិនពីណាកាតូទើបជារឿងសំខាន់បំផុតនៅពេលនេះបន្ទាប់ពីចរចាមិនត្រូវគ្នាម៉ាដារ៉ាបានបញ្ចេញវិជាភ្លើងមហាសាលវិជាថ្នាក់បើធម្មតាសោះតែពេលម៉ាដារ៉ាប្រើបែរជាខ្លាយជាសមុទ្រភ្លើងដ៏ធំសម្បើមណាកាតូលាន់មាត់រួចក៏លើកដៃប្រើវិជាព្រែកស្រូបយកភ្លើងនោះយ៉ាងលឿនប៉ុន្តែនៅក្នុងសមុទ្រភ្លើងនោះស្រាប់តែលេចចេញនៅសូរីខេនហ្វូម៉ាជាច្រើនដែលកំពុងវិលយ៉ាងលឿនតាមពិតម៉ាដារ៉ាប្រើភ្លើងគ្រាន់តែដើម្បីបាំងភ្នែកប៉ុណ្ណោះគាត់ដឹងច្បាស់ថាវិជាសាមញ្ញគ្មានប្រសិទ្ធភាពលើរិនហ្គិនទេណាកាតូភ្ញាក់ផ្អើលហើយក៏ប្រញាប់ប្រើស៊ីនរ៉ាថេនសេដើម្បីបំផ្លងសូរីខេនទាំងអស់នោះចេញម៉ាដារ៉ាឃើញហើយក៏ញឹមចុងមាត់គាត់សរសើរណាកាតូថាប្រើភ្នែករបស់គាត់បានល្អដែរប៉ុន្តែបើចេះប្រើត្រឹមតែសមត្ថភាពមូលដ្ឋានរបស់6វិធីគឺមិនអាចឈ្នះគាត់បានទេតែណាកាតូមិនគិតដូច្នេះទេដើម្បីសិស្សប្អូនដើម្បីអនាគតពិភពនួនចាគេមិនអាចចាញ់បានទេគេស្រែកមួយទំហឹងហើយប្រើវិជាកោះហើយសត្វមួយរំពេចនោះសិតជាង30ក្បាលបានឡំពាត់ម៉ាដារ៉ានិងសេតស៊ូខ្មៅម៉ាដារ៉ាឃើញហើយក៏សើចចំអកហើយបើកទម្រង់ស៊ូសាណូអូមួយកំណាត់ខ្លួនប្រយុទ្ធជាមួយសត្វរាប់សិបក្បាលដោយមិនញើសភ្លាមនោះមានសត្វមួយក្បាលបានលូនចេញពីក្រោមស៊ូសាណូអូហើយទាញម៉ាដារ៉ាចេញពីស៊ូសាណូអូយ៉ាងលឿនសត្វវាយទៀតក៏សម្រុកចូលវីប្រហារព្រមគ្នាធ្វើឲ្យម៉ាដារ៉ាខ្ទាតចេញទៅយ៉ាងឆ្ងាយមួយសន្ទុះក្រោយមកគាត់ក្រោកឈរហើយបោះធូលីដេចេញពីខ្លួនអាចដឹងថាចំណុចខ្សោយរបស់ស៊ូសាណូអូគឺនៅបាតជើងពិតជាសមនឹងមនុស្សដែលគាត់ជ្រើសរើសមែនបើបាក់ស៊ូសាណូអូពីរដងជាប់គ្នាវាពិតជារៀងអាក្រក់មើលបន្តិចហើយម៉ាដារ៉ាផ្គុំដៃបញ្ចេញវិជាព្រៃឈើសូមរងចាំទស្សនាភាពបន្តនិងកុំភ្លេចជួយ like share ដើម្បីទទួលបានវីដេអូថ្មីៗផងដែរ